Từ xưa bóng phôn nhôm mua bánh nhá chỉ vì sao con nơi ông ở xưa đi bóng phôn ngày nay đã nhôm trong nó mà đó bóng phôn một score nơi chấm nói chỉ xe khác khác nó không cầm rong ông ở xưa đi bao giờ nghĩ và sầm ráp cầm rong ông ở xưa đi bao giờ cứ dân cầm phôn tại sang sang ban 2.3 sao phải đối bóng phôn này sầm nhập play bê tông cứ cầm phôn tại chắc to đây thì play thẳng bốc màu play bê tông cứ cầm phôn tại còn to ca chắc ban học sao phải đối bóng phôn phải chạy cái tê nông ca chạm play đi cứ dân pra đại chỉ đại bay ở mấy cầm phôn bầm bậy đi bóng phôn hay cầm ra play bao giờ cứ bê tông mà ta cả la cứ dân pra cầm ra đầm ta cả la hay đừng ốt cái su bị lơ bóng sầm ráp cầm rong bao giờ phải bán cứ dân sang sang teของรู้จำนวน5dân sang một vì là ởจำนวน2te 1vì là ấmจำนวน3te ของคนvàสำหรับ1vì là cái ở bao giờคือในอ่ะkiaมวยนั้นคือมีจำนวนđo từ 14 mét ឆ្លងកាត់ការខួងទេសដីដើម្បីស្វែងរកនៅជម្រៅដីនៅប្រភេទដីមួយដែលអាចប្រនៅទម្ងន់របស់អាគាររបស់យើងទាំងមូលបានក៏ពីយើងសិក្សានៅក្របដីនីមួយៗដើម្បីសាងសង់អាគារនឹងបានហើយបើយើងធ្វើការសាងសង់ពីគ្រឹះខាងក្រោមមានថាពីជើងតាងក៏សមកដល់ធ្នឹមកវ៉ាត់បាទសម្រាប់ចំណុចពិសេសមួយទៀតសម្រាប់ទីតាំងប្លង់សេជាប់ដល់ដីទីតាំងរោងឡានគឺយើងចាក់កម្រាស់ដល់ទៅ1 តឹក 2បងប្អូនមានថាយើងចាក់នេះគឺដើម្បីធានាបាននៅសុវត្ថិភាពពេលបងប្អូនធ្វើការចតឡាននៅទីចំណតឡាននេះមិនឲ្យមានការស្រុតឬក៏ប្រេះហើយសម្រាប់សសរនៅទីតាំងរោងឡាននេះគឺយើងធ្វើឲ្យមានទំហំស្វែនធំគឺមានមុខការដល់ទៅ3 តឹក គុណ 4 តឹកបងប្អូនហើយសម្រាប់ដែកសម្រាប់សសរទីតាំងនេះគឺមានទំហំដល់ទៅ20 លីហើយចំណុចពិសេសមួយទៀតដែលយើងអាចធ្វើឲ្យទីតាំងរោងឡាននេះមានទំហំធំបានគឺយើងប្រើធ្នឹមនៅខាងលើនេះគឺទំហំទទឹង40កម្ពស់ដល់ទៅ80បងប្អូនដើម្បីអាចទ្របន្ទុកខាងលើបានហើយនឹងបើកទំហំបានធំសម្រាប់ចំណតឡានរបស់យើងសម្រាប់ទំហំផ្ទះរបស់យើងគឺមានទទឹងដល់ទៅ 11.34 និងបណ្ដោយ 22.33 ម៉ែត្របងប្អូនគឺទំហំនេះគឺធំមែនទែនហើយសម្រាប់កម្ពស់ផ្ទះរបស់យើងគឺដល់ទៅ13 ម៉ែត្របើសិនជាយើងធៀបពីផ្លូវទៅគឺ 12.93 ម៉ែត្រពីប្លង់សេរបស់យើងគឺ3សន្លឹកវិញសម្រាប់ផ្ទះវីឡាក្រែនអឺបងប្អូនហើយចំណុចពិសេសមួយទៀតគឺនៅលើដំបូលបង្អស់គឺយើងប្រើជាផលិតផលអ៊ុតកៅស៊ូការពារជំរាបទឹកបាទសម្រាប់អញ្ចាំងខាងក្រៅជុំវិញរបស់យើងគឺយើងប្រើអិត20បងប្អូនបាទហើយខាងក្នុងគឺយើងប្រើ10ជាស្តង់ដារសម្រាប់បន្ទប់ទឹកបន្ទប់គេងមួយគឺយើងមានបំពាក់នៅបរិក្ខារទំនើបមែនទែនបាទសម្រាប់ម៉ូតក្រែនអឺនេះដែរខ្ញុំលើកយកតែចំណុចពិសេសមកជម្រាបជូនបងប្អូនប៉ុណ្ណឹងហើយបើសិនជាបងប្អូនចង់ដឹងពីព័ត៌មានច្បាស់លាស់បងប្អូនអាចមកមើលនៅគម្រោងផ្ទាល់បងប្អូនសម្រាប់ផ្ទះគំរូរបស់យើងគឺយើងសាងសង់បាន 60% ហើយយើងចូលរៀបអិតខាងក្រៅបានជិតចប់និងរៀបបូកខាងក្នុងបាន 70% បងប្អូនអាចមកទស្សនាផ្ទះគំរូផ្ទាល់បានបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល